Ok, là nâng nhằm nâng theo video muối để tông từ nâng cả bậc notification mùi chùm nuôn nó không TikTok chẳng từ bốn mong bốn chôm trong TikTok máu từ mong bốn cho máu hay rong trăm tích từ mong bốn cho một căn profile mong bốn căn còng thì là profile máu từ mong bốn khơi sinh nhà 3 bay gần lơ mong bốn 3 bay á nó cái này nè mong bốn chạy máu thì là 3 bay máu từ mong bốn cho một căn setting căn còng mong bốn chạy lên máu chỉ là setting máu từ mong bốn khơi option ជាច្រើនចឹងបងប្អូនអូទៅលើបន្តិចទៅមកបងប្អូនជ្រើសរើសពាក្យថា notification បងប្អូនកន្លែងនេះកន្លែង notification កន្លែងនេះបងប្អូនวนចុចមកទៅមកបងប្អូននឹងឃើញ notification មួយចំនួនដូចជាមានដូចជា like បងប្អូនមានដូចជា like comment new follower mention and tag profile view repost ចឹងបងប្អូនចឹងមុខងារនីមួយទី1គឺ like បងប្អូនកន្លែងនេះបើសិនជាវាបិទនៅពេលដែលយើងផុសវីដេអូទៅគឺគេអាច like បានទេអញ្ចឹងយើងត្រូវបើកវាកន្លែងនេះបងប្អូនហើយនឹងទី2 comment បើសិនជាវាបិទបែបនេះគេមិនអាចចូលទៅ comment នៅក្នុងវីដេអូយើងបានទេបងប្អូនយើងត្រូវបើកវាឲ្យខៀវអញ្ចឹងបងប្អូនចេញសញ្ញាពណ៌ខៀវចឹងមកវាបើកបងប្អូនបើកទាំងអស់មកហើយទី3នេះកន្លែង new follower កន្លែងនេះរាល់អ្នក follow ថ្មីបើសិនជាយើងបិទកន្លែងនេះគឺគេអាច follow យើងបានទេអញ្ចឹងយើងត្រូវបើកអញ្ចឹងបើកន្លែងនេះមកនៅពេលដែលគេ follow យើងនឹងឃើញគេអញ្ចឹងបងប្អូនហើយកន្លែងទី4នេះនៅពេលដែលយើងបិទបែបនេះគឺវានៅពេលដែលគេ mention យើងឬក៏ take យើងចូលគឺគេអាច take យើងបានទេអញ្ចឹងយើងត្រូវបើកកន្លែងនេះដូចគ្នាអញ្ចឹងបងប្អូនហើយនឹងកន្លែង profile view នេះបងប្អូនដូចគ្នាបើយើងបិទបែបនេះនៅពេលដែលមានគេចូលមកមើលក្នុង profile TikTok របស់យើងចូលមកមើលវីដេអូរបស់យើងអត់ដឹងទេអត់ដឹងថាពីណាគេចូលខ្លះទេអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ឃើញបងប្អូនចង់ឃើញបងប្អូនបើកកន្លែងនេះមកវានឹងឃើញជាមួយខ្ញុំថយទៅវិញបងប្អូនដល់ពេលយើងបើកអញ្ចឹងខ្ញុំថយវិញទៅមកបងប្អូនជ្រើសរើសកន្លែងនេះបងប្អូនសញ្ញារូបជើងមនុស្សកន្លែងនេះបងប្អូនចុចដល់ពេលដែលយើងបើកហ្នឹងហើយយើងចូលកន្លែងរូបនឹងហើយវានឹងចេញនេះបងប្អូនឃើញអត់សញ្ញាខាងលើបងប្អូនគេដាក់ថា view history ហ្នឹងហើយបងប្អូននៅពេលដែលនេះអ្នកដែលចូលមើល profile យើងគឺនឹងឃើញទាំងអស់នៅមួយជួរមកក្រោមនេះបងប្អូនមកក្រោមនេះគឺសិតតែអ្នកដែលចូលមើល profile យើងអញ្ចឹងបងប្អូនអាហ្នឹងគឺយើងអាចដឹងថាមានអ្នកណាគេចូលមើល profile យើងខ្លះអញ្ចឹងបងប្អូនហើយខ្ញុំចូលទៅកន្លែងដើមវិញបងប្អូនកន្លែងហ្នឹង notification ហើយនឹងមួយទៀត repost បងប្អូននេះកន្លែងនេះបើសិនយើងបិទគឺគេអាច repost វីដេអូយើងបានទេឬក៏យើងអត់អាចឃើញវីដេអូដែលគេ repost អីចឹងបងប្អូនហើយមានមុខងារជាច្រើនទៀតបងប្អូននៅខាងក្រោមដូចជា direct message កន្លែងនេះ direct message បើថាយើងបិទបែបនេះគឺគេអាចផ្ញើសារមកយើងបានទេបើយើងបើកគេអាចផ្ញើសារមកយើងបានអញ្ចឹងតាមឆាតនៅក្នុង TikTok អញ្ចឹងបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងបើសិនណាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបងប្អូនអរគុណច្រើន